សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើផ្កាបិទបងប្អូនតោះទៅទស្សនាពីខ្ញុំជាមួយខ្ញុំទាំងអស់គ្នាតែកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងនិងជួយ Follow Page ម្នាក់មួយផងនឹងបានពីរបៀបចិត្តម៉ូដផ្កាពីខ្ញុំជារៀងរាល់ថ្ងៃបាទនេះម៉ូដផ្ការបស់យើងបងប្អូនពូមីងទាំងអស់គ្នាណាបាទម៉ូដផ្ការបស់យើងគឺមានស្នូលពីការ៉ុតហើយផ្កាវាយើងធ្វើពីត្រប់បងប្អូនណាគឺយើងដាក់កាវអញ្ចឹងមកហើយយើងបិទយកបងប្អូនពូមីងគឺងាយស្រួលហើយស្អាតលឿនទៀតបងប្អូនពូមីងទាំងអស់គ្នាបើសិនជាបងប្អូនពូមីងពិបាកក្នុងការចិត្តបងប្អូនអាចធ្វើរបៀបនេះបានបងប្អូនពូមីងណាគឺស្អាតបងប្អូនពូមីងចង់លាយជាមួយផ្កាអីក៏បានចោលការ៉ុតថៃថាវអីទៀតក៏បានដែរបងប្អូនពូមីងទាំងអស់គ្នាណាបាទហើយកុំភ្លេចជួយ Share ម្នាក់មួយផងបានវិធីបិទម៉ូដផ្កាមួយនេះទៅដល់បងប្អូនពូមីងដែលគាត់ចង់ចេះតាំងនៅលើមុខម្ហូបបាទអរគុណបងប្អូនពូមីងទាំងអស់គ្នាកុំភ្លេចជួយ Share ម្នាក់មួយផងសូមអរគុណបងប្អូនពីចម្ងាយរួចរាល់ហើយផ្កាយើងបងប្អូនបាទស្អាតណាស់